ជំរាបសួរអ្នកទាំងអស់គ្នាតើមានធ្លាប់ឆ្ងល់ទេថាពេលបើកប្រាក់ខែភ្លាមលុយរត់ទៅណាអស់ចូលកាបូបមិនទាន់ក្តៅផងដកចាយនេះបន្តិចចាយនោះបន្តិចស្រាប់តែពាក់កណ្ដាលខែត្រូវញ៉ាំមីកញ្ចប់ឬត្រូវខ្ចីលុយមិត្តភក្តិចាយសិនបើអ្នកកំពុងជួបបញ្ហានេះកុំទាន់អន់ចិត្តឬបន្ទោសខ្លួនឯងអីព្រោះយុវជននិងអ្នកធ្វើការភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់អារម្មណ៍មួយនេះបញ្ហាមិនមែនមកពីយើងរកលុយបានតិចនោះទេប៉ុន្តែភាគច្រើនមកពីយើងមិនទាន់ចេះចាត់ចែងឬគ្រប់គ្រងវាឲ្យបានត្រឹមត្រូវថ្ងៃនេះខ្ញុំនឹងមកនិយាយគ្នាលេងៗតែបានជាប្រយោជន៍ពីប្រធានបទមួយគឺរបៀបគ្រប់គ្រងលុយឲ្យនៅសល់រាល់ខែឬជាភាសាអង់គ្លេសគេនិយាយថា personal budgeting មិនថាអ្នកជាបុគ្គលិកស៊ីប្រាក់ខែនិស្សិតទើបចេញធ្វើការឬអ្នករកស៊ីអនឡាញតូចតាចនោះទេវីដេអូមួយនេះនឹងប្រាប់ពីវិធីសាស្ត្រងាយៗដែលអ្នកអាចយកទៅអនុវត្តបានភ្លាមៗមុននឹងចូលដល់វិធីសាស្ត្រនេះយើងត្រូវកែប្រែការគិតបន្តិចសិនពេលឮពាក្យថាយរៀបចំគម្រោងចំណាយគឺអ្នកនឹងខ្លះគិតថាអូយធ្វើបែបនេះពិបាកណាស់ហាមឃាត់ខ្លួនឯងមិនឲ្យទិញរបស់ដែលចូលចិត្តជាងអង្គុយឆ្ងល់ថាតើវាបាត់លុយទៅណាអស់វិធីសាស្ត្រនេះវាអាចជួយឲ្យយើងចាយវាលើអ្វីដែលយើងពិតជាចង់បានដោយមិនមានអារម្មណ៍ស្ដាយក្រោយឬខ្វះខាតនៅចុងខែក្បួនបែងចែកលុយដែលងាយស្រួលបំផុតសម្រាប់អ្នកទើបផ្ដើមរៀនគ្រប់គ្រងលុយគឺក្បួន50 30 20តើក្បួននេះដំណើរការយ៉ាងម៉េចឧទាហរណ៍ថាខែនេះអ្នកទទួលបានប្រាក់ខែឬចំណូលសុទ្ធ$500 50% សម្រាប់តម្រូវការចាំបាច់រួមមានថ្លៃផ្ទះទឹកភ្លើងអាហារនិងថ្លៃធ្វើដំណើរប្រសិនបើចំណាយផ្នែកនេះលើស 50% អ្នកត្រូវរកវិធីកាត់បន្ថយឬរកចំណូលបន្ថែម 30% សម្រាប់ចំណង់ចំណូលចិត្តសម្រាប់កម្សាន្តដូចជាញ៉ាំកាហ្វេទិញខោអាវឬមើលកុនកាលណាចាយអស់ផ្នែកនេះគឺត្រូវរងចាំដល់ខែក្រោយ 20% សម្រាប់សន្សំនិងបង់បំណុលត្រូវដកចេញភ្លាមនៅពេលបើកប្រាក់ខែដើម្បីបង្កើតកញ្ចប់លុយបម្រុងពេលមានអាសន្នឬសងបំណុលគេឥឡូវយល់ពីទ្រឹស្ដីហើយតើយើងត្រូវចាប់ផ្ដើមធ្វើវាដោយរបៀបណានេះគឺជាជំហានទាំង3ដែលអ្នកអាចចាប់ផ្ដើមធ្វើនៅថ្ងៃនេះតែម្ដងជំហានទី1ដឹងពីចំណូលសុទ្ធរបស់អ្នកឲ្យច្បាស់កុំរាប់ប្រាក់ខែពេញត្រូវរាប់តែប្រាក់ខែដែលនៅសល់ក្រោយពេលកាត់ពន្ធឬកាត់លុយធានារ៉ាប់រងផ្សេងជំហានទី2កត់ត្រារាល់ការចំណាយរបស់អ្នកយ៉ាងហោចណាស់ឲ្យបាន1ខែពេញពេលអ្នកចាប់ផ្ដើមកត់អ្នកនឹងភ្ញាក់ផ្អើលថាបោះមួយខែនេះខ្ញុំចំណាយលើកាហ្វេនិងការកុម្ម៉ង់ food delivery អស់ដល់ទៅ$50អ្នកអាចប្រើសៀវភៅកត់ត្រាធម្មតាប្រើ Excel ឬដើម្បីឲ្យស្រួលអ្នកអាច download app កត់ត្រាលុយដែលមានហ្វ្រេនៅលើទូរស័ព្ទដូចជា Money Manager ជាដើមកត់គ្រប់យ៉ាងទោះចំណាយ$1000ផ្ញើម៉ូតូក៏ដោយជំហានទី3វាតម្លៃនិងកែតម្រូវនៅចុងខែយកកំណត់ត្រានោះមកមើលតើអ្នកចាយលើសព្រំដែន 30% នៃចំណង់ចំណូលចិត្តឬទេបើលើសខែក្រោយត្រូវប្រាប់ខ្លួនឯងឲ្យបន្ថយមុននឹងបញ្ចប់ខ្ញុំមានគន្លឹះពិសេសបន្តិចទៀតសម្រាប់អ្នកទាំងអស់គ្នាទី1សម្រាប់អ្នកចូលចិត្តទិញអីវ៉ាន់តាមអនឡាញ Impulse Buyers ពេលឃើញគេ live លក់ខោអាវបញ្ចុះតម្លៃស្រាប់តែចង់ទិញភ្លាមសូមអនុវត្តច្បាប់គេរងចាំ24ម៉ោងកុំទាន់ឲ្យទិញទុកវាចោលក្នុងកន្ត្រកសិនរួចដេកមួយយប់សិនភាគច្រើននៅថ្ងៃស្អែកអ្នកនឹងលែងចង់បានវាដូចម្សិលមិញទៀតហើយដែលនេះជួយសន្សំលុយបានច្រើនណាស់ទី2ពិសេសមែនទែនសម្រាប់បងប្អូនដែលលក់ដូរអនឡាញឬមានអាជីវកម្មផ្ទាល់ខ្លួនកំហុសដ៏ធំបំផុតគឺការកុចច្របល់លុយរកស៊ីនិងលុយផ្ទាល់ខ្លួនបញ្ចូលគ្នាលក់ដាច់បានលុយមកយកទៅទិញខោអាវខ្លួនឯងដល់ពេលត្រូវទិញអីវ៉ាន់ចូលស្តុកវិញស្រាប់តែអត់មានលុយអ្នកត្រូវតែបែងចែកកុងធនាគារឲ្យដាច់ពីគ្នាលុយរកស៊ីទុកមួយឡែកហើយបើកប្រាក់ខែឲ្យខ្លួនឯងទោះជាអ្នកជាម្ចាស់ហាងក៏ដោយបន្ទាប់មកយកប្រាក់ខែខ្លួនឯងនោះមកធ្វើក្បួនបែងចែកលុយ50 30 20សរុបមកវិញការគ្រប់គ្រងលុយគឺជារឿងដែលយើងត្រូវហាត់ធ្វើជាប្រចាំខែទី1អាចនឹងពិបាកអាចនឹងកត់ខុសអាចនឹងចាយលើសមិនអីទេសំខាន់គឺយើងចាប់ផ្ដើមមានទម្លាប់សង្កេតមើលលំហូរទឹកប្រាក់របស់យើងពេលអ្នកគ្រប់គ្រងលុយបានល្អអ្នកនឹងមានអារម្មណ៍ថាស្ងប់ចិត្តលែងភ័យព្រួយពេលចិត្តចុងខែហើយអនាគតហិរញ្ញវត្ថុរបស់អ្នកនឹងកាន់តែរឹងមាំតើអ្នកកំពុងជួបបញ្ហាចាយលុយលើអ្វីជាងគេរាល់ថ្ងៃនេះលើកាហ្វេលើម្ហូបឬលើការទិញអីវ៉ាន់អនឡាញ Comment ប្រាប់នៅខាងក្រោមផងយើងនឹងជួយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយចុច like share ទៅកាន់មិត្តភ័ក្តិដែលចូលចិត្តអូនថាអត់លុយក៏ឲ្យគាត់បានមើលផងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណនិងសូមជម្រាបលា